សិទ្ធក្នុងការសម្រួលបើកបាត់ច្រកព្រំដែននឹងនៅលើកងទ័ពមិនមែននៅលើរដ្ឋបាលរបស់ថ្នាក់នាំប្រទេសទេឃើញបងប្អូនឃើញអញ្ចឹងបានខ្ញុំឃើញសារព័ត៌មានថៃមួយដែលគាត់និយាយហាក់ដូចជាចំអកឲ្យលោកស្រីផែទាំងឋានគាត់និយាយថាប្រជាជននៅតាមជាយដែននៅច្រកឆងចមរបស់គាត់ហ្នឹងបានបំបាក់មុខលោកស្រីផែថងឋានយ៉ាងខ្លាំងដោយគេនិយាយថាលោកស្រីផែថងឋានហ្នឹងពឹងបានបាទជំរាបសួរបងប្អូនខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ថ្វាយគុំគណៈគុណចាស់ជាប្រសងផងដែរទៀតថ្ងៃនេះបងប្អូនមានព័ត៌មានដែលភ្ញាក់ផ្អើលភ្លុកភ្លឹកខ្លាំងពីខាងព្រះរាជាណាចក្រថៃមកកម្ពុជាគឺលោកស្រីនាយករដ្ឋមន្ត្រីផែថងឋានគាត់ធ្វើដំណើរចុះមកខេត្តសុរិន្ទមកទស្សនកិច្ចហើយជាផ្លូវការរបស់គាត់ជួបជាមួយនឹងច្បាយខេត្តទាំង7ដែលជាប់ព្រំដែនជាមួយកម្ពុជានិងជារឿងមួយទី2គាត់ទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពរបស់កងកម្លាំងសុរនារីដែលជាទ័ពធំរបស់ភូភាគ2ដែលមានមេទ័ពល្បីជាងគេបំផុតជាងឃើញមុខញឹកញាប់ហើយនឹងចុងក្រោយគឺគាត់ចុះមកច្រកចមដែលជាប់ច្រកអូស្មាច់របស់ខ្មែរយើងដើម្បីត្រួតពិនិត្យមើលច្រកព្រំដែននឹងផងក៏ដូចជាជួបជាមួយប្រជាជននៅទីនោះផងក៏ប៉ុន្តែបើសិនបងប្អូនសង្កេតមើលរូបថតរបស់លោកស្រីផែថងឋានបន្តិចសង្កេតមើលទឹកមុខរបស់គាត់បងប្អូនឃើញទឹកមុខបែបនេះនៅច្រើនសន្លឹករូបថតមែនតើច្រើនទាំងទឹកមុខញញឹមច្រើនជាងទឹកមុខញញឹមហើយរូបថតខ្លះទឹកមុខញញឹមហាក់ដូចជាញញឹមទាំងបង្ខំអាចយល់បងប្អូនថាប្រកបអត្តន័យយ៉ាងណាអានេះក៏ថាយើងគិតលេងសាកមើលរូបនេះមានប្លង់មួយដែលគេចាប់ជាប់បងប្អូនគឺនៅជុំវិញសុទ្ធតែកងកម្លាំងបដាវុធមេទាហានទាំងអស់ខាងនេះគឺមេកូនចៅគាត់មេធំដែរគឺបញ្ញារដ្ឋមន្ត្រីក្រសួងការពារជាតិហើយឃើញនៅក្នុងបញ្ជីក្នុងតារាងឈ្មោះដែលចេញផ្សាយដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃមកសម្រាប់ទស្សនកិច្ចនៅថ្ងៃនេះគឺមានរដ្ឋមន្ត្រីការពារជាតិនឹងដែលឋានៈសុទ្ធជាបញ្ញារដ្ឋមន្ត្រីរដ្ឋមន្ត្រីការពារជាតិរដ្ឋមន្ត្រីមហាផ្ទៃរដ្ឋមន្ត្រីមិនមែនរដ្ឋមន្ត្រីបញ្ញារដ្ឋមន្ត្រីដែរក៏ប៉ុន្តែជាមេវិជាការកងទ័ពក៏មកជាមួយនឹងដែរបាទន័យថាមកហើយធំមកហើយបញ្ញារដ្ឋមន្ត្រី3រូបមកអមដែរក៏ប៉ុន្តែបើសង្កេតមើលទឹកមុខគឺឃើញច្រើនសន្លឹកមែនទែនហើយចំណុចមួយដែលខ្ញុំសង្កេតមើលនៅក្នុងព័ត៌មានបងប្អូនខ្ញុំតាមដានព័ត៌មានមកល្ងាចដែរហើយតើតើរឿងដំណើរទស្សនកិច្ចរបស់គាត់ខ្ញុំអានព័ត៌មានជាភាសាថៃបងប្អូនជំរាបខ្ញុំអានព័ត៌មានជាភាសាថៃដោយច្រើនទាំងនៅ page ផ្ទាល់របស់លោកស្រីនាយករដ្ឋមន្ត្រី page ល្បីរបស់សារព័ត៌មានថៃមួយចំនួនទៀតគឺចំណុចដែលសង្កេតឃើញគឺលោកស្រីនាយករដ្ឋមន្ត្រីមិនបានយករឿង ICJ តុលាការអន្តរជាតិនឹងមកនិយាយទេហើយទាំងដែលព័ត៌មានតាក់ទងរឿង ICJ ខ្មែរយើងបង្កើតគណៈកម្មការនៅក្នុងរយៈពេលកន្លងទៅនេះមានការចាប់អារម្មណ៍ខ្លាំងពីខាងថៃរហូតដល់ទៅមានរដ្ឋមន្ត្រីក្រសួងការពារជាតិនិយាយថាខ្មែររៀបចំយន្តការទៅសាលាក្តីអន្តរជាតិតុលាការអន្តរជាតិគេក៏មានយន្តការដើម្បីទប់ជាមួយខ្មែរដែរក៏ប៉ុន្តែគេទុកជាសម្ងាត់តែក្រោយមកពេលល្ងាចនេះខ្ញុំឃើញមន្ត្រីធំមួយរូបដូចជាអ្នកនាំពាក្យក្រសួងណានេះក្រសួងការពារជាតិឬក្រសួងណាទេបញ្ចេញមកថាប៉ះសិនបើថ្ងៃទី14នឹងចរចាជាមួយខ្មែរនៅតែនាំពាក្យបណ្ដឹងទៅកាន់ ICJ ទៅដែរគេនឹងផ្ដាច់ភ្លើងធ្វើបាបយើងដឹងឃើញណាប្រហែលជាអាហ្នឹងឯងក៏លើសសម្ងាត់របស់គេព្រោះជាការគម្រាម
តាមពិតទៅមើលទៅវាអត់មានអីក្រៅពីការគម្រាមមកកម្ពុជាយើងដោយសារតែគេមានប្រៀបលើរឿងសេដ្ឋកិច្ចគេមានប្រៀបលើរឿងការងាររឿងអីហើយនឹងការនាំចូលអីជាដើមវាទៅហើយក៏គេគិតថាកងកម្លាំងប្រដាប់អាវុធរបស់គេក៏មានប្រៀបលើយើងអញ្ចឹងវិធីសាស្ត្រដែលគេធ្វើគឺភាគច្រើនគឺគេគម្រាមមកលើយើងច្រើនជាងការនិយាយជាមួយយើងដោយសន្តិវិធីទោះបីនាយករដ្ឋមន្ត្រីប្រឹងនិយាយថាព្យាយាមដោះស្រាយដោយសន្តិវិធីក៏ប៉ុន្តែខាងកងទ័ពគេអត់ស្ដាប់ទេគេព្យាយាមតែបង្កបញ្ហាផ្សេងគេខាងអ្នកដែលមាននិន្នាការប្រឆាំងហើយនឹងគ្រប់គ្រងកងទ័ពវិញគឺផ្សាយព័ត៌មានដែលបង្កការញុះញង់ច្រើនមែនទែនពិសេសជាងគេគឺផ្សាយអវិជ្ជមានពីខ្មែរយើងនឹងច្រើនមែនទែនហាក់ដូចជាព្យាយាមធ្វើយ៉ាងម៉េចឲ្យខាងថៃហ្នឹងมันមានការអត់ធ្មត់ចំពោះរឿងហ្នឹងហើយគេប្រើពាក្យតែខ្មែរឆ្លៀនពៀនខ្មែរអីទេបងហើយបើសិនបើយើងនិយាយរឿងមួយបងប្អូននិយាយរឿងមួយចុះព្រោះកម្រងដាក់មិនដឹងទៅតុលាការអន្តរជាតិនេះយើងមានទឹកដីប្រាសាទតាមាន់តូចហើយនឹងប្រាសាទតាមាន់ធំផងដែរហើយបើសិនបើយើងទៅអង្គុយមើលរឿងខេត្តសុរិន្ទបងប្អូនទៅមើលប្រវត្តិទៅមើលទីតាំងភូមិសាស្ត្ររបស់ខេត្តសុរិន្ទឈ្មោះប្រាសាទតាមាន់ធំហើយនឹងប្រាសាទតាមាន់តូចមិនមាននៅក្នុងបជីខេត្តសុរិន្ទទេទោះបីទៅមើលបជីជាភាសាអង់គ្លេសក្តីមើលបជីជាភាសាខ្មែរក្តីមើលបជីជាភាសាថៃក្តីអត់មាននៅក្នុងផែនទីរបស់ខេត្តសុរិន្ទទេក៏ប៉ុន្តែបច្ចុប្បន្នខេត្តសុរិន្ទហ្នឹងកាន់កាប់ប្រាសាទតាមាន់បាយក្រៀមហ្នឹងដាច់មុខអាប្រាសាទតាមាន់ដែលមានឈ្មោះថាប្រាសាទតាមាន់ហ្នឹងគឺតាមាន់បាយក្រៀមហ្នឹងគឺនៅក្នុងខេត្តសុរិន្ទក្នុងបជីរបស់គេឃើញក៏ប៉ុន្តែប្រាសាទតាមាន់តូចនិងប្រាសាទតាមាន់ធំអត់មានក៏ប៉ុន្តែថៃគេនៅតែអះអាងថានឹងជាបូរណភាពទឹកដីរបស់គេអីជាដើមទៅអញ្ចឹងខ្មែរយើងដាក់ពាក្យទៅ ICJ នេះគឺមានប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំបាទហើយនឹងតំបន់មុំ3បាទជាដើមទៅអញ្ចឹងយើងមើលរឿងនេះយើងអាចឃើញពីទឹកមុខរបស់លោកជំទាវលោកស្រីផែតង់ឋានរបស់នាយករដ្ឋមន្ត្រីថៃបានហើយខ្ញុំមិននិយាយក្នុងលក្ខខណ្ឌនៃការគិតចំពោះរឿងនឹងតែម្នាក់ឯងទេក៏ប៉ុន្តែខ្ញុំនាំបងប្អូនទៅមើលខ្ញុំឃើញរូបថតច្រើនស្លឹកបងប្អូនមិនតែមួយស្លឹកហ្នឹងទេអង្គុយមើលច្រើនទាំងរូបថតដែលគាត់ផុសផ្ទាល់ទាំងរូបថតដែលក្រុមការងាររបស់គាត់ផុសគឺមានទឹកមុខបែបនេះច្រើនស្លឹកមែនទែនបង្ហាញថាដំណើរទស្សនកិច្ចរបស់លោកស្រីផែថងឋាននៅថ្ងៃនេះប្រហែលជាមានរឿងអីដែលធ្វើឲ្យគាត់មានកង្វល់ខ្លាំងហើយគាត់ក៏មិនហ៊ានយករឿងICJ មកនិយាយដែរមួយទៀតនៅពេលដែលគាត់ប្រជុំជាមួយនឹងចៅហ្វាយខេត្តទាំង7ខេត្តជាប់ព្រំដែនថៃមានចៅហ្វាយខេត្តសុរិន្ទមួយសួរតាក់ទងរឿងការបើកបិទព្រំដែនត្រូវសម្រួលពេលវេលាយ៉ាងម៉េចឲ្យវាមានផលប្រយោជន៍ងាយស្រួលដល់ប្រជាជនលក់ដូរអានេះចៅហ្វាយខេត្តសុរិន្ទសួរក៏ប៉ុន្តែចម្លើយគឺសិទ្ធិខាងកងកម្លាំងប្រដាប់អាវុធគេបាត់គេថាមានតែគេមានសិទ្ធិសម្រេចហើយលោកស្រីនាយករដ្ឋមន្ត្រីក៏ចេញសេចក្តីសម្រេចតាមក្រោយថ្លែងមកតាមក្រោយគឺសិទ្ធិក្នុងការសម្រួលបើកបិទច្រកព្រំដែននឹងនៅលើកងទ័ពមិនមែននៅលើរដ្ឋបាលរបស់ថ្នាក់នាំប្រទេសទេឃើញបងប្អូនឃើញអញ្ចឹងបានខ្ញុំឃើញសារព័ត៌មានថៃមួយដែលគាត់និយាយហាក់ដូចជាចំអកឲ្យលោកស្រីផែតង់ឋានគាត់និយាយថាប្រជាជននៅតាមជាយដែននៅច្រកឆောင်းចមរបស់គាត់ហ្នឹងបានបំបាក់មុខលោកស្រីផែតង់ឋានយ៉ាងខ្លាំងដោយគេនិយាយថាលោកស្រីផែតង់ឋានហ្នឹងពឹងបានអានេះប្រជាជននៅហ្នឹងបងពឹងអត់បាននឹងយកចកាយបាននេះគឺខ្ញុំមិននិយាយតែប្រទេសតាបងប្អូនតាមដានព័ត៌មានខ្លះបងប្អូនប្រកាសឃើញព័ត៌មានជាភាសាថៃមកគេជឿជាក់លើកងទ័ពជាជាងជឿជាក់លោកស្រីនាយករដ្ឋមន្ត្រីអានេះគឺចេញមកពីប្រជាជននៅតាមជាយដែរហ្នឹង
មិនទាំងអស់នេះក៏តែខ្លះគាត់ថាប៉ុន្មានគេថាមានអ្នកខ្លះក៏សាទរពេញចិត្តពិសេសជាងគេគឺរឿងដែលគាត់ចុះទៅតាមភូមិតាមអីទៅគាត់ទៅឃើញត្រង់សេប្រជាជនអីគាត់លើកទឹកចិត្តឲ្យថ្នាក់ដឹកនាំខេត្តអីហ្នឹងគឺផ្គត់ផ្គង់ថែមឲ្យប្រជាជនរៀបត្រង់សេការពារខ្លួនអីជាដើមទៀតទៅអាហ្នឹងគឺជារឿងដែលប្រជាជនសាទរក៏ប៉ុន្តែអារឿងមួយទៀតគឺនៅតាមច្រកនៅតាមជាដែរនេះប្រជាជនថាពឹងមិនបានទេគេជឿជាក់ទៅលើកងទ័ពអីជាដើមទៀតទៅអាហ្នឹងគឺជារឿងដែលបងប្អូនអាចសង្កេតហើយពិចារណាជាមួយខ្ញុំទាំងអស់គ្នាអូខេមានប៉ុណ្ណឹងបងប្អូនមិនមែនជាការវិភាគវិចារនៅរឿងអវិជ្ជមានរបស់ស្រុកទេសគេទេក៏ប៉ុន្តែយើងគិតមើលទាំងអស់គ្នារោគសញ្ញាបែបនេះយ៉ាងណាអាហ្នឹងគឺយើងចាំមើលបងប្អូនអរគុណច្រើនបងប្អូនដែលចំណាយពេលវេលាមានតម្លៃតាមដានទស្សនាហើយសង្ឃឹមថាការចែកម្លែកនេះនឹងបានជាប្រធានបទមួយសម្រាប់បងប្អូនយកទៅគិតពិចារណាដូចគ្នាហើយក៏អាចនិយាយបានថារឿងរ៉ាវនេះធ្វើឲ្យយើងមានអារម្មណ៍ថាយើងមានប្រៀបមួយទៅលើខាងគាត់ហើយព្រោះពេលគាត់មកតាមជាតិគាត់មិនហ៊ាននិយាយអំពី ICJ ទេបាទអរគុណច្រើនបងប្អូនដែលចំណាយពេលវេលាមានតម្លៃតាមដានទស្សនាហើយសូមខន្តីជាស្រ័យគេលោកការលើកឡើងបកស្រាយនេះមានរលុះខ្វះខាតដោយប្រការណាមួយបាទគ្រប់ថ្លែងគុំលាប្រសងនិងជម្រាបលាបងប្អូនគ្រប់គ្នាជួបគ្នាក្នុងឱកាសក្រោយបាទ